បាទគ្រប់ជម្រាបសួរបងប្អូនទាំងអស់គ្នាបាទក្នុងបណ្ដាញសង្គម YouTube យើងទាំងអស់គ្នាបាទថ្ងៃនេះផងដែរខ្ញុំបាទរិទ្ធមានជាប្រភេទភូស៊ីលឈើបងប្អូនបាទភូស៊ីលឈើខ្លាយជាថ្មបាទភូស៊ីលឈើខ្លាយជាថ្មនេះទើបមកដល់ទីបងប្អូនបាទហើយសម្រាប់ពុកម៉ែបងប្អូនណាដែលកំងចង់បានស្រឡាញ់ចង់បានសាងជាអង្កាំដៃស្រឡាញ់ចង់បានសាងជាតួអង្គបាទព្រោះថ្មនេះបើតាមបុរាណដូនតាយើងនិយាយលោកថាជារបស់ចាត់ទុកថាជារបស់បុរាណមួយហើយបាទដែលលោកក៏คล้ายទៅជាថ្មបែបហ្នឹងគឺមិនដឹងជាអាយុកាលលោកប្រមាណ100ប្រមាណពាន់ឆ្នាំទេបាទព្រោះលោកមានអានុភាពពិសេសបានលោកคล้ายទៅជាថ្មហ្នឹងបាទនេះតាមបុរាណយើងលោកនិយាយមានប្រសាសន៍បើសិនជាយើងមិនធ្លាប់ប្រើមិនអីទេតែបុរាណយើងលោកធ្លាប់ប្រើទៅហើយបាទលោកតែងតែប្រើព្រោះលោកថាជឿថាគាត់នឹងមានអានុភាពបាទមកពលមើលសាច់ខាងក្នុងបាទសាច់ខាងក្នុងរបស់លោកគឺឡើងកមួនឡើងសាច់ស្អាតមែនតើបាទសាច់ខាងក្នុងរបស់លោកនេះសាច់ខាងក្នុងរបស់លោកគឺវាយបបាក់ចង់ដឹងមើលសាច់លោកខាងក្នុងបាទសាច់លោកខាងក្នុងគឺចិត្តស្អាតមែនតើបងប្អូនបាទចិត្តស្អាតដូចកមួនអញ្ចឹងបាទដូចកមួនដូចកញ្ចក់អញ្ចឹងបាទហើយខាងក្រៅនេះគឺសាច់ពណ៌ឈើនេះឯងបាទខាងក្រៅគឺសាច់ពណ៌ឈើបាទសម្រាប់បងដែលគោរពស្រឡាញ់ចង់បានយកទៅសាងជាតួអង្គឬក៏សាងជាកម្មដៃបងប្អូនណាបាទហើយមួយអង្គនេះទៅក៏អញ្ចឹងដែរដូចគ្នាបាទគឺសាច់ខាងក្នុងរបស់លោកនេះគឺវាយមើលតិចទៅបាទគឺដូចកមួនដូចនេះចឹងឡើងថ្លាសត្វល្មូតជាប់គ្នាតែម្ដងបាទមើលសាច់លោកសាច់ខាងក្រៅទៅបកក្រៅនៅឈើបាទនៅសាច់កាឡាធ្នេសាច់ឆ្នោតឈើនៅយើងអាចសម្គាល់កើតបងប្អូនបាទហើយសម្រាប់សិតតែសាងតួអង្គកើតបងប្អូនបាទសាងជាតួអង្គកើតហើយមួយអង្គនេះវិញនៅស្នាមឈើទាំងអស់តែម្ដងបាទហើយសាច់របស់លោកគឺអញ្ចឹងខាងក្នុងនេះបាទនេះបានកាត់មើលសាច់របស់លោកស្អាតពណ៌ស្លឹកឈើពណ៌ស្លែពណ៌លឿងពណ៌ខ្មៅពណ៌ក្រហមពណ៌តុងដែងបាទសាងជាតួអង្គបានមកស្អាតបងប្អូនបាទស្អាតមែនទែនសាច់នេះសាងជាតួអង្គបាទហ្នឹងហើយអរគុណច្រើនបងប្អូនអរគ្នាបាទអរគុណសូមសំណាងល្អគ្រប់គ្នា